ông chung mộ ấy nhom chung bát mau ấy ông rùa nơi tí ní ấy nơi phum ấy sọc ấy kì nâu phum đẹp mây này đẹp mây miền chi nâu bậc hàng bằng chục hay nâu hàng phum ấy kì phum bằng rau sọc mà lay nó sọc mà lay ông mày nơi không bật tốc của xa ông ní miềnประมาณ nè từng o pi từng đọc nè ពី10នាក់មានចៅទាំងកូនទាំងអស់ហើយមានទុកលំបាកអីខ្លះនៅក្នុងគ្រួសារនេះ mà tục bà anh dây ăn vui tê និយាយ dây រួច ăn vui ăn cay bắt đầu ចាប្រហែលមានពីការប្រហែលនាក់ហើយកំព្រាប្រហែលនាក់ពីការអ្នកនៅពីការ cầm pria 4នាក់ កំ cầm pria សុត4នាក់ ព្រា តែ 4 ពី នាក់ ការ3 4នាក់ឲ្យកូនកូនមាន3តែទៅរៀនអស់3ហើយក អូ កូនបានទៅរៀនទាំងអស់ ទៅរៀនអស់ហើយ ចា តែពីការមិញហ្មង ចា ពីការអ្នកពីការនៅក្នុងបន្ទុកនោះហ្មងអ្នក ពីការនៅក្នុងទុកមានតែមួយនឹងឯង មានមួយ ចា បាទហើយកំព្រា កំព្រា4នាក់ 4នាក់កំព្រានោះបានន័យថាអត់មានឪពុកអត់ម្ដាយយ៉ាងម៉េច វាមានតែម្ដាយនេះមានតែពុកពីការ បាទចុះគាត់ប្រកបរបរអីរាល់ថ្ងៃនៅនឹងគ្រួសារហ្នឹងអត់មានអីទេ តែថ្ងៃនោះទៅដល់នឹងហត់ទៅនឹងទៅធ្វើអី អញ្ចឹងទាំងអស់គ្នាហ្នឹងអត់មានការងារធ្វើទេ ទៅបន្ទប់ទឹកមកវិញហាមាត់ស្គាល់នឹងធ្វើម៉េចខ្ញុំដឹងជួយមិនបាន ចុះអីអ៊ំឲ្យថ្ងៃគ្រួសារហ្នឹងរកអីប្រកបអីគេ មើលអត់ពីគាត់ទេណាហើយ រកអីរកថ្ងៃអ៊ំធ្វើស្រែធ្វើចកាឯង មានដៃមកវាច់នេះ អូ 10ម៉ែត្រប៉ុណ្ណឹងអត់មានដៃទេ អញ្ចឹងអត់មានរកអីទេ អស់ ហើយខ្វះអីខ្លះរកថ្ងៃនេះអី និយាយអត់រួច និយាយអត់រួចទេ និយាយមិនរួច បាទហ្នឹងហើយកុំឲ្យពិបាកដល់គាត់អរគុណច្រើនអញ្ចឹងចាំមើលសពរបស់ជន ខ្ញុំ ដែល រាល់ មាន ថ្ងៃខ្ញុំឆ្លបបងតែបន្លែឲ្យប្រហុកទេ នេះខាងមនុស្សធម៌ខាងសមាគមសម្ព័ន្ធយុវជនដើម្បីសន្តិភាពដែលមានឯកឧត្តមសុកច័ន្ទភក្តីដែលជាប្រធានហើយក្រុមការងារដែលមានលោកឈុនវិរៈនេះគាត់ជាប្រធានសាខាខេត្តបន្ទាយមានជ័យហើយនឹងក្រុមការងារសមាជិកថ្នាក់ដឹកនាំហើយប្រធានអនុប្រធានផ្នែកនៅក្នុងខេត្តបន្ទាយមានជ័យហើយដែលបានចូលរួមយកអំណោយហើយនឹងមានប្រសង់ផងដែរដែលបានយកអំណោយដែលទទួលបានពីសប្បុរសជននានាទាំងអាជីវករពាណិជ្ជករផ្សេងៗហ្នឹងគឺគាត់បានចូលឧបត្ថម្ភតាមរយៈសមាគមបានយកមកសមាគមយកមកចែកជូនដល់បងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតហើយកំពុងតែមានការឈឺធ្ងន់ហើយដាក់សរោមផងហើយមានបញ្ហាក្បាលនោះដូចជាបាត់លាមកចាហៀងមិនផតបាទអញ្ចឹងពួកគាត់ពិបាកខ្វះខាតគ្រប់គ្នានេះមើលជីវភាពគាត់អញ្ចឹងសប្បុរសជនដែលមានចំណាប់អារម្មណ៍ចង់ជួយគាត់អីអាចតាក់ទងតាមសមាគមក៏បានដែរតាមរយៈសមាគមនេះប្រធានសាខាខេត្តបន្ទាយមានជ័យនេះអាចតាក់ទងគាត់ក៏បានដែរនេះកន្លែងជីវភាពការរស់នៅរបស់គាត់ពិបាកពិតប្រាកដទូរស័ព្ទរបស់គាត់នេះលោកប្រធានប្រាប់លេខបាទ012 47 5971មាត់កូន088 92 45 973បាទនេះលេខលោកប្រធានសាខាខេត្តបន្ទាយមានជ័យឈុនវិរៈគាត់ផុងក្បាលមកជាហៀងធ្លាក់លើអាគារមកបែកក្បាលទៅវាផុងអាលៀនហ្នឹងមកហៀងទៅលាបងអូយើងមានឆ្នាំមិនមកអរេយកឆ្នាំមកឲ្យយកឆ្នាំគាត់ទៅយកឆ្នាំគាត់ដាក់ឆ្នាំដាក់អីមកជួយគឺអ៊ំហើយទុកហូបពេលមានឈឺអីគាត់មានឆ្នាំជំនួយបាទគាត់ឈ្មោះហៅតូហើយគាត់ជាទីប្រឹក្សាខេត្តបាទសមាគមសសយសយើងនៅខេត្តទីមជ័យសមាគមសម្ព័ន្ធយុវជនដើម្បីសន្តិភាពហើយកាត់សសយសដែលមានឯកឧត្តមសុកច័ន្ទភក្តីជាប្រធានបាទហើយនេះលោកឈុនវិរៈជាប្រធានសាខាខេត្តហើយនេះក្រុមការងារខេត្តទាំងអស់ដែលបានចុះយកអំណោយមកជូនហើយនោះសិតតែជំងឺនឹងគាត់មានជីវភាពខ្វះខាតហើយក៏មានជំងឺទៀតព្រះអង្គខំប្រឹងទៀមកោពីសប្បុរសជនផងអីផងបានអាជីវករពាណិជ្ជករដាក់ទៀនមកមានទឹកមានអីណាសិតតែពិបាកណាស់ បុនគេអញ្ចឹងរត់ចោលបាន10បានចូល7ឆ្នាំបុនរត់ចោល ចូលយើងអញ្ចឹងហើយណាគេនៅមួយយើងមែនកន្លែងស្នាក់នៅរបស់គាត់ពិបាកបាទណាបងប្អូនអាចមានចំណាប់អារម្មណ៍ចង់ជួយគាត់អីអាចតាក់ទងមកតាមរយៈសមាគម
របស់សមាគមសម្ព័ន្ធយុវជនដើម្បីសន្តិភាពសាខាខេត្តបន្ទាយមានជ័យគឺយកមកជូនដល់ផ្ទាល់ឬមួយក៏បងប្អូនអាចមកដល់ផ្ទាល់ក៏បានដែរតែអាចតាក់ទងទៅតាមលេខទូរស័ព្ទរបស់លោកឈុនវិរៈសាខាខេត្តបន្ទាយមានជ័យផ្ទាល់ យាយមួយនោះយាយ សូមអរគុណច្រើនបងប្អូន បែរយកណាញោមបាទ សូមអង្គការទាំងអស់ នេះខោតិចចា ចេញខ្ញុំឲ្យបានខ្ញុំអីខត់ឲ្យកូនទៅទីណាកន្លែងណាអត់មានស្អីទុកអត់មានសមត្ថភាព បាទសាធុញោមបាទ អង្គការទាំងអស់ក៏ជួយទុកបាយមកគុំណាកន្លែងណាមានសមត្ថភាពខ្ញុំមកទៅចេះទេ បាទអីទេចេះខំប្រឹងតិចបងចេះ ខ្ញុំទៅចោលអត់មាននំហៀងទេអាប្រកាសដាក់ក្រុមមាននំហៀងទេ អស់លាមកហៀងអស់លាមានហៀងមាន